សួស្តីបងប្អូនមិនធីមបបកត្រីទាំងអស់គ្នានៅក្នុងសប្តាហ៍នេះយើងចុងសប្តាហ៍យើងឆ្លៀតមកលេងនៅខាងអាងសឿបងប្អូនហើយនៅខាងដល់វីដេអូនេះខ្ញុំ voice over បងប្អូនខ្ញុំធ្វើការបិទសំឡេងដោយសារវាមានការរំខានដាក់ធុងបាសពេកហើយមែនតើនៅក្នុងវីដេអូនេះយើងមកធ្វើការបបកនៅអាងសឿនេះហើយចង់ដឹងថាតើយើងយកចំនួនបានប្រមាណក្បាលនៅទីតាំងនឹងអូខេកុំមកខាត់ពេកយើងចូលទៅវីដេអូរបស់យើងនេះយើងចាប់មួយមកឃើញថាមួយយើងជិះមកតាមផ្លូវអាចទៅបងប្អូនចិត្តតូចអត់ខ្លះចាប់មួយមកហើយទៀមទឹកមកឲ្យប្រាស់ហើយបងប្អូនហើយចូលកាយើងចិត្តទៅដែរយើងតាត់ចេញមកបងផ្លូវកាន់សំខាន់ណាបាទចាអរខ្ញុំអត់រៀបរាប់ច្រើនទេព្រោះថាបងមេមេគាត់អ្នកលេងបាទចាស់គាត់បានបង្ហាញពីតិចនិចនៃការបិទមួយហើយអញ្ចឹងយើងអត់មានបង្ហាញច្រើនទេបាទយើងបិទមកស្ដាំមកជើងឆ្វេងបាទហើយឥឡូវនេះយើងចូលទៅដល់វីដេអូយកត្រីទាំងអស់គ្នាតើយើងអាចយកទាំងអស់បានហៅឡើងអែមអរគុណនេះបងអែមជាមួយយើងមើលលំផតតើយើងគប់បានយ៉ាបងប្អូនសម្រាប់ទីតាំងយើងគប់មកទីតាំងដែលយើងត្រូវគប់ហ្នឹងគប់ឲ្យបាន20-30ខ្សែទៅបើសិនជាកន្លែងហ្នឹងមិនមានត្រីទេចាំយើងផ្លាប់ដូរទៅទីតាំងផ្សេងហើយនេះយើងគប់បាន10ខ្សែជាងហើយអត់ទាន់មានត្រីណាក់វាទេមានមាត់បងប្អូនប៉ុន្តែអត់ដេញបងប្អូនអត់មានដេញខំទេត្រីកន្លែងគេដាក់បង្កាយច្រើនណាបងប្អូនដាក់បង្កាយច្រើនអញ្ចឹងហើយការលេងរបស់យើងក៏វាទៅតាមនឹងដែរយើងព្យាយាមគប់ឲ្យបានច្រើនដងលើទីតាំងតែមួយដែលយើងកំពុងដែរអូខេបងប្អូនខាំហើយអូទៅហើយបាទនេះអូទៅហើយបងប្អូនអើយ0បាទហាអត់ជាប់ទេបងប្អូនលោតបាទខូចនុយបាត់ហើយបងប្អូនយើងនៅចំណុចនេះខ្ញុំអត់បាន record វីដេអូទេប៉ុន្តែខ្ញុំបិទវីដេអូ record មកសិនទៅត្រីខំអញ្ចឹងនេះគឺជាត្រីទី1របស់យើងបាទចូលហើយប៉ុណ្្នឹងឯងណាយើងប្រាប់ផ្លែ3ហ៊ុនកន្លះបងប្អូន3ហ៊ុនកន្លះសម្រាប់ត្រីស្រែប៉ុណ្្នឹងល្មមហើយបាទសម្រាប់ត្រីដាំដៃត្រីកណ្ដាលដៃគឺប៉ុណ្្នឹងល្មមតែបើថាត្រីចុងដៃធំយើងអាចលេងផ្លែត្រូវជាងនឹងណាហើយអូខេយើងនឹងទៅទស្សនាវីដេអូបន្តទៀតហើយថាតើយើងអាចយកត្រីបានប្រមាណក្បាលទៀតហើយនៅក្នុងកំឡុងពេលនេះគឺពេលដែលខ្ញុំកំពុងទៅលេងនេះគឺខ្យល់ខ្លាំងមែនទេបងប្អូនខ្យល់ខ្លាំងហើយក៏ទឹករៀងរលកដែរចឹងហើយត្រីវាសងំបងប្អូនត្រីសងំត្រីស្រែគឺចេះណាមិនងាយចេញខាងព្រៃប្រាស់ទេនៅពេលដែលមានខ្យល់ខ្លាំងឬក៏ទឹករលកបែបនេះហើយបងប្អូនអញ្ចឹងនេះគឺជាវគ្គ1ភាគ1របស់យើងនៃការចេញលើកទី1ទៅអាងសឿណាបងប្អូនណាចឹងយើងនឹងរងចាំទស្សនានៅភាគទី2បន្តទៀតថាតើយើងអាចសរុបលទ្ធផលទៅយើងយកបានប្រមាណក្បាលតែសម្រាប់ភាគ1នេះគឺខ្ញុំយកបាន5ក្បាលសម្រាប់រយៈពេល2ម៉ោងចឹងវាមិនសូវជាសម្បូរត្រីប៉ុន្មានទេប៉ុន្តែរយៈពេលប៉ុណ្ណឹងគឺយើងយកមកប៉ុណ្ណឹងអញ្ចឹងបងប្អូនអូខេអរគុណសម្រាប់ការទស្សនាអរគុណច្រើន